វីដេអូនេះពីយ៉ានហឺបរៀបរាប់ពីរឿងរ៉ាវវីរភាពរបស់អនុសេនីឯក David Hornell និងក្រុមនាវិករបស់គាត់ក្នុងអំឡុងពេលល្បាតប្រឆាំងនាវាមុជទឹកនៅថ្ងៃទី24 ខែមិថុនាឆ្នាំ1944 សមរភូមិជាមួយ1225 ការរកឃើញខណៈពេលកំពុងល្បាតសមុទ្រ Norwest ទូកហោះ Catalina របស់ Hornell បានប្រទះឃើញនាវាមុជទឹកអាល្លឺម៉ង់1225 ការវាយប្រហារទោះបីជាមានការបាញ់ប្រហារប្រឆាំងយន្តហោះយ៉ាងខ្លាំងពីនាវាមុជទឹក U-boat ដែលបានធ្វើឲ្យម៉ាស៊ីនខាងស្តាំរបស់វាឆេះនិងបំផ្លាញវិទ្យុក៏ដោយ Hornell នៅតែបន្តការវាយប្រហារការបំផ្លាញនាវាមុជទឹក U-boat Hornell បានបញ្ចេញបន្ទុកជម្រៅដោយជោគជ័យដែលជន់លើនាវាមុជទឹកយ៉ាងល្អឥតខ្ចោះដោយលេចវែការសាកល្បងរស់រានមានជីវិតការចុះចតដោយសារយន្តហោះខូចនិងឆេះ Hornell បានគ្រប់គ្រងចុះចតនាវា Catalina ក្នុងសមុទ្រដ៏ត្រជាក់និងរដឹបបដប់ការអណ្តែតទឹក21ម៉ោងក្រុមនាវិកបានចែករំលែកទូកតូចមួយដែលមានមុខងារដូចគ្នាលោក Hornell បានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ធំធេងដោយរៀបចំការបដូរវេនគ្នាដើម្បីការពារមនុស្សឲ្យនៅឆ្ងាយពីទឹកត្រជាក់និងថែមទាំងស្នាក់នៅក្នុងទឹកដោយខ្លួនឯងរយៈពេលយូរដើម្បីទុកកន្លែងសម្រាប់អ្នកដទៃការជួយសង្គ្រោះបន្ទាប់ពីនៅក្នុងទឹកជិតមួយថ្ងៃក្បាលជួយសង្គ្រោះល្បឿនលឿនមួយគ្រឿងទីបំផុតបានរកឃើញពួកគេហើយផលវិបាកការលះបង់របស់លោក Hornell ជាអកុសលលោក Hornell បានស្លាប់ដោយសារអស់កម្លាំងនិងការថយចុះកម្ដៅភ្លាមបន្ទាប់ពីត្រូវបានជួយសង្គ្រោះមកតកដោយសារតែសកម្មភាពរបស់គាត់សមាជិកនាវិក5នាក់របស់គាត់បានរួចផុតពីសង្គ្រាមលោក David Hornell ត្រូវបានទទួលរង្វាន់ Victoria Cross បន្ទាប់ពីមរណភាពដែលជាមេដាយយោធាខ្ពស់បំផុតសម្រាប់ភាពក្លាហាននៅចំពោះមុខសត្រូវ